hai chỉ một tuổi sưu buồn mới cho lần này nè nè chiếc con này phơi chăng á à rắm đàn độc đau na hái ọt miên khai mà toខ្ញុំជិះមកយ៉ាហីកូនណាគេនឹងអីក៏ឆ្លើយតែនេះខ្ញុំជាប្តីនាងណាមិនជាអ្នកបំរើនាងទេប្រើនេះប្រើនោះការងារច្រើនម្លឹងមិនក៏មិនជួយធ្វើអ្នកណាប្រើនេះមកយកខ្ញុំធ្វើប្រពន្ធដឹងស្រាប់ហើយក្រៅពីបង្ហោះម៉ូតូមិនដឹងថាជាប្រពន្ធឬក៏ជាម៉ែទេនេះបញ្ជាឯងឲ្យធ្វើនេះធ្វើនោះលើសកូនពុយទៅហាមមកប៉ះពាល់កន្លែងខ្ញុំដាច់ខាត់បើមិនចង់ស្លាប់ទេបោកខ្ញុំទៅរៀនហើយអត់បានហូបបាយព្រឹកទេព្រោះចំណេះរវល់តែអស់រាងដាច់ជប់ក្រោកមកហួសម៉ោងបាត់យ៉ាអីហើយអូសរាំងស្អីឯងហានាងចរណៃភ្លេចថាពុកមិនមែនជា gamer អើយឲ្យតម៉ាក់នឹងចាំមើលតែប្រឡងធ្លាក់ឯនឹងឲ្យនាងឯកាប្តីហើយឲ្យនាងឯងដឹងប្រឹងម្ដងពុកដែលលើសភាសិតគេថាបរាជ័យជាបបិសាទអត់អញ្ចឹងបើប្រឡងធ្លាក់ខ្ញុំរៀនមួយឆ្នាំទៀតទៅមិនឃើញខាត់អីផងធ្វើម៉េចបើកូនសិស្សម្នាក់នេះមិនចង់ឃ្លាតឆ្ងាយពីលោកគ្រូអ្នកគ្រូយ៉ាហីមើលវិញយាយដូចអត់ជាពាក់អាណាមរៀលកូនគេណាគេរលុយរៀនបានផងហើយចូលឯងវិញមានលុយមានម៉ូតូជិះទៅរៀននៅមិនខំរៀនទៀតអញឆ្ងល់ណាស់រាល់ថ្ងៃនេះហើយកូនឯងនឹងគិតស្អីហ៎អើយខ្ញុំអត់បានគិតអីផងពុកគិតតែម្យ៉ាងទេគឺប្រាជីវិតឲ្យមានន័យសប្បាយអស់ដៃតាមបែបយុវវ័យគេល្បីនឹងណាពុកគឺពាក្យហ្នឹងយើងកញ្ញាញ់ខួចង់ខ្យល់ចាប់ដោយសារតែនាងឯងហើយទៅបានហើយទៅឲ្យផុតពីមុខយើងទៅក៏បានបាយដិតឌីយ៉ាហីនាងនេះសិតតែបាយឌីហើយអញចេះអង់គ្លេសពីកាល់ណែនាងចរណៃម៉ូតូមើលបើកស្រួលបួលផងណាកុំទៅ20អីបានហើយអត់មានជិះជ្រែកបង្ហោះដោយស្ទៀវអីទេវើយកុំឲ្យអញខ្មាស់គេបើផ្លូវចង្អៀតល្មមចុកបណ្ដាសិនទៅលឺអត់ហើយខ្មាស់ណាគេពុកម៉ូតូយើងចង់ជិះយ៉ាងម៉េចក៏បានសាំងយើងជាអ្នកចាក់សោះមិនបានសុំលុយអ្នកណាមកចាក់ផងហើយក្រែងពុកក៏ធ្លាប់ថាជាស្ទៀវបង្ហោះម៉ូតូដែរកាលពីក្មេងអញ្ចឹងពុកដឹងហើយហើយអាប្រវត្តិខ្លួនឯងមិនល្អនេះពិបាកបដៅកូនមែនតើខ្ញុំតែជាបរិសុទ្ធល្អណាស់ខានមកស្រុកយូទេសភាពស្រុកស្រែស្ងប់ស្ងាត់ល្អមែនតើមានអារម្មណ៍ថាធូរស្រាលក្នុងខួរក្បាលល្អណាស់ជាផ្លាច់ជួយផងអូណែនេះជិះកង់នេះភ្លើអញ្ចឹងអារម្មណ៍ដកដល់ណាហើយអត់មានឃើញម៉ូតូខ្ញុំជិះមកទេអីឆាសាមុខហើយនៅត្រាំទឹកណៃនឹងទៅមិនបាច់ក្រោកទេយ៉ាហីកូនណាគេនឹងអីក៏ឆ្លើយម៉េះមិនមកជួយលើកឯងហើយនៅមកស្រែកជើឯងញ៉ាត់ទៀតនាងក្មេងជើងល្អកុំឲ្យយើងជុំមុខម្ដងទៀតឲ្យសោះណាអញ្ចឹងអីប្រុសណាបានធ្វើប្រពន្ធដឹងតែលៀបធំហើយនាងពូកងពូឯងក្តៅស្អុះមែនពូចង់ងូតទឹកអូទាំងព្រឹកហ្មងគឺកងពូប្រឡាក់ដីអញ្ចឹងពូចង់លៀងវាចេញនឹងណាអញ្ចឹងទេអីកាត់អីកូនមិនបានជាសាមខ្លួនជោគអញ្ចឹងនឹកឃើញពេលណាក្តៅចិត្តណាម៉ែមិនដឹងជាកូនចៅណាទេឆ្លើយហួសហេតុខ្លួនជាស្រីទេតែជិះម៉ូតូឡើងសាហាវមកគៀខ្ញុំធ្លាក់បលាយហើយមិនគិតសុំទោសខ្ញុំទេបែរជាមកស្រែកជេរខ្ញុំកប់មាត់ទៅវិញហើយគួរឲ្យខឹងណាស់ទៅណាហើយកុំប្រកាន់នឹងគ្នាអីកូនក្រែងលោកគ្នានៅក្មេងគ្នាមិនចេះរបៀបនិយាយស្ដីណាកូនក្មេងអីម៉ែកុំមុំស្ដុកហើយនឹងគ្រាន់តែពាក្យសុំទោសមួយម៉ាត់ក៏អត់ចេះនិយាយដែរទៅបានហើយណាមួយកូនឯងនេះអត់មានត្រូវរបួសអីផងប៉ុន្តែកង់សម្រាប់ចិត្តខ្ញុំនេះខូចអស់ហើយម៉ែខ្ញុំទៅយកវាមកជិះនៅថ្ងៃដំបូងផងសយណាស់គ្រប់យ៉ាងគឺមកពីនាងជើងល្អនោះទាំងអស់ចាំមើលណាបើខ្ញុំបានជួបមុខម្ដងទៀតច្បាស់ជាដឹងគ្នាជាមួយខ្ញុំហើយមិនអីទេចាំយកវាទៅជួសជុលទៅតែឥឡូវងូតទឹកចេញសិនទៅកូនបាទម៉ែហើយជីម៉ូតូឲ្យស្រួលបួលមើលចរណៃហើយយើងមិនទុកចិត្តឯងទេមើលទៅអញអាយុខ្លីដោយសារតែឯងហើយតាចប់ទៅពុកធ្វើកំភៃមើលខ្ញុំជិះអញ្ចឹងដឹងហើយហើយនាងចរណៃនាងកូនចង្រៃនាងឯងនេះប្រញាប់ទៅណាឯងចង់សម្លាប់អញមែនទេហ៎បាត់សាយពុកអើយណែនាងកូនចង្រៃយើងជិះជាមួយឯងបានតែម្ដងទេយើងស្បត់ហើយវើយអើយល្អចាស់ណាស់ពុក
មកពេលប្រញាប់ទៅអ្នកស្រុកក៏ទិញអីវ៉ាន់អស់ពីផ្សារឥឡូវហើយអេលោកបងចននេះមកផ្សារដែរអី អូអ្នកផានទីអីនឹងហើយថ្ងៃនឹងចង់ទៅទិញរបស់របរប្រើប្រាស់ខ្លះហើយនេះកូនអ្នកផានឯងមែនទី ចាកូនប្រុសខ្ញុំណាលោកបងដារ៉ូជំរាបសួរអ៊ំទៅកូន ជំរាបសួរអ៊ំលើកដៃថ្វាយព្រះក្មួយ ស្លាប់ហើយអាប៉ានេះខ្ញុំជិះម៉ូតូគេពីថ្ងៃមុនតាអើយអត់កាត់ទេកិច្ចមុខសិនមិនចឹងទេគេចាប់បានឥឡូវហើយនេះក្មួយចរណៃមែនទេលោកបងចន បាទនឹងហើយចរណៃកូនស្រីខ្ញុំជំរាបសួរមីងទៅកូន ចាជំរាបសួរណាមីងគឺណែចាក្មួយ មានអារម្មណ៍ថាម្នាក់ស្រីនេះដូចជាប្រហែលមុខនាងនៅកន្លែងណាក៏មិនដឹងទេរនឹកមិនឃើញសោះ អញ្ចឹងខ្ញុំរកលាលោកបងនិងក្មួយចរណៃទៅមុនសិនហើយណា បាទអ្នកទិញរួចខ្ញុំអានទៅវិញដែរនឹងណា ចាលោកបង ម៉ែកូនមានអារម្មណ៍ថាក្មេងស្រីដែលយើងជួបនៅផ្សារព្រឹកមិញហ្នឹងកូនដូចជាធ្លាប់ប្រហែលឃើញមុខនាងនៅកន្លែងណាមិនដឹងទេប៉ុន្តែកូនរនឹកមិនឃើញសោះ អូក្មួយចរណៃមែនទេកូនកូនប្រហែលជាមិនស្គាល់នាងទេព្រោះកូននៅតែភ្នំពេញមិនសូវបានមកស្រុកផង អូកូនចាំបានហើយនាងម្នាក់នឹងហើយដែលជិះម៉ូតូគៀកូនកាលពីថ្ងៃមុននោះ កូនឯងច្រឡំទេដឹង អត់ច្រឡំទេម៉ែមុខនឹងសំឡេងនឹងហើយដែលជ័យកូនញ៉ាតគួរឲ្យស្ដាយមែនតែនដែលព្រឹកមិញនេះចាំមុខមិនបានកុំអីជំរាបបញ្ជីជាមួយនាងក្មេងជើងល្អនោះបាត់ទៅហើយ បានហើយមើលទៅប្អូនគ្នាគ្មានចេតនាទេកូនឯងអីក៏គុំគួនម៉េះ កូនមិនចង់គុំគួនប្រមាណទេម៉ែតែនឹកឃើញពេលណាគឺក្តាយឆេវតែម្ដង កូននេះ មិនអីទេពិភពលោកនេះមូលណាស់គង់តែមានថ្ងៃណាបានជួបគ្នាម្ដងទៀតទេនាងជើងល្អលោកក្មេងចម្លើយនឹងតាឱកាសល្អមកដល់ហើយតានេះ ចង្រៃយកមកបែកកង់ស្អីនៅពេលហ្នឹងកន្លែងប៉ះក៏នៅឆ្ងាយទៀតសាំមែនតែមកហើយ អេក្មេងចម្លើយម៉ូតូបែកកង់មែនទេ ហើយភ្នែកលោកឯងមិនឃើញទេអីបានសួរតប៉ែតណាអញ្ចឹង ឃើញតាតែចង់សួរខុសមែនចុះ អត់ខុសទេតែបើសួរចេញមកអញ្ចឹងស្រុកខ្ញុំគេថាសួរអត់ឆ្លងកាត់ប្រដាប់គិតអូនេះលោកឯងចាំខ្ញុំបានហើយមែនបើចាំបានហើយអញ្ចឹងសុំទោសណាដែលថ្ងៃមុនអត់បានចុះទៅជួយលើកណាមួយមកពីលោកឯងជិះកង់អត់មើលផ្លូវដែរសរុបមកពួកយើងខុសស្មើគ្នាអញ្ចឹងចាត់ទុកថារួចគ្នាទៅចុះយ៉ាងម៉េចដែរ អេនៅមានមុខមកនិយាយថាខ្ញុំខុសទៀតតែណ៎ហើយចុះខ្ញុំមិនប្រកាន់ក្មេងដូចជានាងទេចាត់ទុកថាជាថ្ងៃសោយទៅចុះដែលខ្ញុំមកជួបនាងនេះ អូធ្វើឯងគ្រាន់បើអីណាច្រែងដល់ហើយ អញ្ចឹងបណ្ដាម៉ូតូតាមស្រួលចុះណាមើលទៅដូចជានៅឆ្ងាយទៀតណាទម្រាំដល់កន្លែងគេប៉ះប៉ុន្តែមានអារម្មណ៍ថាទីនេះដូចជាស្ងាត់គួរឲ្យខ្លាចខ្ញុំរត់ទៅមុនហើយណាមិនហ៊ាននៅយូរទេខ្លាចខ្មោចណា អើយណែនេះលោកទៅម៉េះណាលោកឯងអីក៏អត់ចិត្តម៉េះនាយមកភ្លើនាយមកដាច់អើយអូយទីនេះអីក៏ទៅជាក់ម្លេះព្រឺសម្បុរណានៅមិនបានទេទៅហើយកូនម៉ែគិតថាកូនគួរតែគិតគូររឿងយកប្រពន្ធហើយអាយុកូនល្មមមានគ្រួសារហើយដែរណាកូនម៉ែនេះចាស់ហើយចង់បានចៅពូនណា ហូយកប្រពន្ធធ្វើអីម៉ែនៅជាមួយម៉ែសប្បាយសឹងអីហើយនឹង អត់ទេដាច់ខាត់ត្រូវទៅយកអាទិត្យក្រោយម៉ែទៅសួរកូនគេឲ្យកូនឯងហើយហាមប្រកាច់អីទាំងអស់ តែកូនអត់ទាន់ចង់បានប្រពន្ធទេម៉ែ កូនឯងនៅដល់ពេលណាទៀតនេះកូននៅកាត់ចិត្តមិនទាន់បានពីម៉ាលីនមែនទេ អត់ទេកូនកាត់ចិត្តបានហើយ បើអញ្ចឹងល្អហើយកូនកុំនៅត្រាំត្រែងនឹងអតីតកាលយូរពេកត្រូវរកសេចក្តីសុខឲ្យខ្លួនឯងឲ្យបានច្រើនឬទេ បាទម៉ែពីពេលនេះទៅកូនតាមម៉ែម្ដងលែងតាមចិត្តខ្លួនឯងហើយតាមចិត្តខ្លួនឯងគេបោករហូតនិយាយអញ្ចឹងម៉ែចង់ទៅសួរកូនណាគេឲ្យខ្ញុំ មិនបាច់សួរទេតែដល់ថ្ងៃទៅកូនឯងដឹងហើយ អីក៏លាក់បាំងម៉ែយ៉ាងណាគួរប្រាប់ខ្ញុំបន្តិចក៏បានដែរតែមិនអីទេមនុស្សដែលម៉ែរកឲ្យសុទ្ធតែល្អទាំងអស់នឹងល្អដូចម៉ែអញ្ចឹង សម្ដីផ្អែមណាស់កូនឯងនេះ ចរណៃ
ចរណៃហើយនេះវាបាត់ទៅណាពីផ្ទះឈឹងចឹងហ៎ហើយក៏មិនលឺឆ្លើយ ចាអេ អើយកូននេះលួសពលឹងអញអស់លីង ហើយពុករកខ្ញុំធ្វើអីចង់ឲ្យលុយខ្ញុំចាយមែន កុំមុខលុយពេកយើងរកឯងព្រោះតែមិនឃើញឯងនៅផ្ទះចេះតែហៅទៅក្រែងឯងលួចទៅបង្ហោះម៉ូតូទៀត ថ្ងៃនេះអត់ទៅណាទេនៅផ្ទះធ្វើកូនល្អមួយថ្ងៃឲ្យពុកសប្បាយចិត្ត បានមួយថ្ងៃនឹងហើយតែអា29ថ្ងៃទៀតនោះបាត់សមោលឈឹង អូយពុកនៅផ្ទះក៏ខុសមិននៅផ្ទះក៏ខុសលោកបងចនអើយលោកបងចននៅផ្ទះអត់នង អេអ្នកណាគេហៅឯងនៅមុខផ្ទះនឹងអាចរណៃ ខ្ញុំមិនដឹងបើខ្ញុំនៅជាមួយពុកដែរហ្នឹង យ៉ាហ៊ីនៅតមាត់ទៀតទៅឆាប់ទៅបើកទ្វារទៅ ចាស់ដឹងហើយជំរាបសួរអ្នកមីងចាលើកដៃថ្វាយព្រះក្មួយនិយាយអញ្ចឹងពុកក្មួយនៅទេ នាងគ្មានជើងល្អនោះតាកុំប្រាប់ថាម៉ែមកដំណឹងនាងឲ្យខ្ញុំណា គាត់នៅតែអ្នកមីងអញ្ចឹងជើងចូលក្នុងសិនមកអ្នកមីងចាស់ក្មួយ អូហូអ្នកផានទេអីមកចូលមកអង្គុយលេងខាងក្នុងសិនមក ចាស់លោកបង ជំរាបសួរលោកអ៊ំលើកដៃថ្វាយព្រះក្មួយហើយអញ្ជើញមករកខ្ញុំនេះមានការអីដែរ ខ្ញុំមកនេះមានការសំខាន់ចង់និយាយជាមួយលោកបងរឿងកូននឹងណាខ្ញុំនេះពេញចិត្តនឹងក្មួយចរណៃណាចង់ចូលស្ដីទៅដឹងក្មួយចរណៃឲ្យកូនប្រុសខ្ញុំដារ៉ូនេះតើលោកបងគិតថាយ៉ាងម៉េចដែរថាម៉េចសំតខ្ញុំរៀងភ្ញាក់ផ្អើលពេក សម្រាប់ខ្ញុំណាខ្ញុំមិនស្អប់ខ្ពើមអីទេខ្ញុំចង់ឲ្យតែកូននឹងវាឆាប់មានគ្រួសារដែរនឹងតែសំខាន់នៅលើចិត្តកូនដែរខ្ញុំមិនហ៊ានអាកាត់ម្នាក់ឯងនោះទេ ចាស់លោកបងក្មួយចរណៃនៅនេះស្រាប់ហើយអញ្ចឹងគឺល្អណាស់សួរចិត្តក្មួយផ្ទាល់តែម្ដងទៅ ហើយកូនឯងគិតអ្មេចដែរ គឺខ្ញុំសំទោសណាមីងខ្ញុំអត់ទាន់ចង់មានគ្រួសារទេណាមួយខ្ញុំនៅក្មេងដែរខ្ញុំចង់នៅមើលថែពុកខ្ញុំឲ្យអស់ចិត្តសិនបានខ្ញុំគិតគូរតាមក្រោយ មើលថែស្អីយើងមិនដែលឃើញឯងមកមើលថែយើងផងនឹងមួយថ្ងៃមិនដែលចេះនៅផ្ទះទេ ពុកមិនអីទេក្មួយយកទៅគិតមើលសិនក៏បានដែរមីងអត់បង្ខំក្មួយទេចាណាមីង នាងមិនទាន់ចង់បានប្តីឬក៏មិនហ៊ានយកខ្ញុំធ្វើជាប្តីឲ្យប្រកប ឬឯងខ្ញុំត្រូវខ្លាចនាយខ្ញុំមិនដែលខ្លាចអ្នកណាទេជាពិសេសគឺនាយហ្នឹង បើមិនខ្លាចប្រកែកធ្វើអីព្រមទៅឬមិនខ្លាំងដូចមាត់ទេ បានខ្ញុំសម្រេចចិត្តឲ្យមីងខ្ញុំព្រមការ ច្បាស់ហើយមែន ខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់នឹងហើយនេះថ្លង់មែនទេ គិតឲ្យច្បាស់ទៅណាកូនពេញចិត្តចាំការ ចាស់ពុកច្បាស់ហើយ បើអញ្ចឹងសម្រាប់តាមនឹងចុះណាអ្នកផានកូនវាព្រមហើយ ចាស់លោកបងអញ្ចឹងចាំខ្ញុំរកលោកឪនៅវត្តដេញពេលវេលាថាធ្វើកម្មវិធីថ្ងៃណាល្អ បាទអ្នក ខ្ញុំនឹងកូនរោរកលាលោកបងនិងក្មួយចរណៃត្រឡប់ទៅវិញហើយចាស់ណាមីង លោកអ៊ំខ្ញុំសូមលាទៅវិញហើយខ្ញុំទៅសិនហើយណាចរណៃចាំជួបគ្នានៅថ្ងៃកាលណា ចាស់សំជើញទៅអ្នកណាឲ្យនាងមក បាទជំរាបលាអ្នកសុខសប្បាយតាមផ្លូវណាក្មួយ ពុកធ្វើមិនទៅខ្ញុំជ្រុលមកព្រមជាមួយគេហើយហ្នឹង អើយហើយឯងវាយ៉ាងម៉េចឯងហ៎ម្ដងព្រមម្ដងអត់នេះ ខ្ញុំរៀបការជាមួយអាប៉ែមុខភ្លើនឹងមិនកាត់បើមនុស្សមិនត្រូវគ្នាផងហ្នឹង យើងមើលទៅក្មួយដារ៉ូគេសង្ហាសំដីសំដៅក៏ពិរោះពិសាសុភាពរៀបសារមិនចាញ់ពុកកាលពីនៅកំឡោះប្រមាណទេហេតុអីក៏ឯងមិនចូលចិត្តគេ ពុកខ្ញុំឲ្យពុកមកជួយគិតខ្ញុំមិនមែនឲ្យមកសរសើរអត្តបៈនោះទេ ហើយឲ្យយើងធ្វើម៉េចហ៎ឯងជាអ្នកព្រមជាមួយគេដោយខ្លួនឯងសាកបើកចិត្តសិនទៅបើនៅជាមួយគ្នាមិនកើតចាំគិតទៀត អូយបើត្រូវផ្ដាច់ពាក្យវិញអត្តបៈនោះនឹងថាខ្ញុំកំសាកមិនខានអត់អីទេបើនាងនោះចង់សាកចាំខ្ញុំលេងឲ្យមើល ម៉ែមិនបានជាម៉ែមិនប្រាប់ខ្ញុំថានាងជាក្មេងជើងល្អនោះបើដឹងអញ្ចឹងណាខ្ញុំមិនមកទេ ក្មួយចរណៃនាងគ្មានអីណាណាស់តែកូនឯងនឹងចេះតែឌឺដាក់នាងនឹងណា មិនទេម៉ែគឺមកពីចរិតនាងទៅវិញទេ អើយកូននេះ ម៉ែកូនសុំអត់រៀបការវិញបានអត់កូនមិនអាចរស់នៅជាមួយនាងបានទេ កូនឯងខ្លាចក្មួយចរណៃមែនទេ
គឺអត់ទេម៉ែតែកូនឃើញមុខនាងចេះតែមួម៉ៅទប់ចិត្តមិនបាននឹងណារៀនរងាប់អារម្មណ៍ខ្លះទៅកូនតាមម៉ែទៅមិនខុសទេបាត់ម៉ែណែនេះរួចដៃហើយនៅពេលណានាងឈប់ហៅខ្ញុំថានាងញីស្ដាប់មកមិនព្រោះស្ដាប់សោះពួកយើងរៀបការរួចហើយអញ្ចឹងត្រូវហៅខ្ញុំថាបងសម្លាញ់ដើម្បីឲ្យវាមានភាពស្និទ្ធស្នាលនឹងគ្នាដឹងអត់ឮឲ្យចាំក្អួតយ៉ាងម៉េចចាញ់កូនណាឡាប់មែនកាត់អីក្នុងខ្លួនមនុស្សស្រីស្អីគ្មានចេះផ្អែមល្ហែមអីសោះបានហើយកុំរអ៊ូច្រើនពេកប្រញាប់យកកៅអៅនេះទៅបោកទៅបោករួចហើយនាងត្រូវដាក់បាយជ្រូកហើយក៏កុំភ្លេចដាំបាយលាងចានជូតផ្ទះផងលើទេហើយចុះនាងធ្វើអីខ្ញុំអង្គុយចាំមើលនាងធ្វើនឹងហើយតែនេះខ្ញុំជាប្តីនាងណាមិនជាអ្នកបម្រើនាងទេប្រើនេះប្រើនោះការងារច្រើនម្លឹងមិនក៏មិនជួយធ្វើគ្នាអ្នកណាប្រើឲ្យនាងមកយកខ្ញុំធ្វើប្រពន្ធដឹងស្រាប់ហើយក្រៅពីបង្ហោះម៉ូតូខ្ញុំមិនចេះធ្វើអីទេហ៎គ្មានអ្នកណាគេកើតមកចេះទេចង់ចេះត្រូវតែរៀនតែខ្ញុំអត់ចង់ចេះផងអញ្ចឹងមិនបាយរៀនទេបានហើយធ្វើតែកុំរអ៊ូច្រើនពេកហើយមិនដឹងថាជាប្រពន្ធឬក៏ជាម៉ែទេនេះបញ្ជាឯងឲ្យធ្វើនេះធ្វើនោះតាមតែចិត្តនឹងមិនប្រពន្ធកូនតូលលើសកូនពុយទៅទៀតកំណាស់លោកអើយលោកជប់នឹងនាយដេកក្រោមខ្ញុំដេកខាងលើគ្រែហាមមកប៉ះពាល់កន្លែងខ្ញុំដាច់ខាត់បើមិនចង់ស្លាប់ទេណែខ្ញុំធ្វើការងារផ្ទះពេញមួយថ្ងៃហើយណាជុករយពេញខ្លួនអស់ហើយនាងចង់ឲ្យខ្ញុំដេកក្រោមទៀតមកណែអត់ទេដាច់ខាត់ខ្ញុំត្រូវតែដេកលើគ្រែហើយអត់បានដាច់ខាត់បើអត់បានអញ្ចឹងយើងដេកពីអ្នកទៅគ្រែធំប៉ុណ្ណាណៃនឹងតែខ្ញុំមិនឲ្យនាយដេកទេអេហើយពួកឯងប្រកែកគ្នារឿងអីនឹងហ៎អត់មានអីទេពុកអូពួកខ្ញុំគ្រាន់តែបន្លាញគ្នាលេងនឹងណាពុកប្រពន្ធខ្ញុំគឺមាត់រៀងលឿនបន្តិចហើយពុកមិនចឹងឯអូនសម្លាញ់អូអញ្ចឹងទេអីណែនាយតែសៃប្រសាទទេអីបានជានិយាយអញ្ចឹងហ៎បើមិនកុហកអញ្ចឹងនាងចង់ឲ្យពុកនាងដឹងថានាងឲ្យខ្ញុំដេកក្រោមគ្រែមិនមែនអូខេលើកនេះចាត់ទុកថានាយឆ្លាតទៅចុះបដូរពីពាក្យសរសើរមកជាការឲ្យខ្ញុំដេកលើគ្រែហើយនាងដេកក្រោមគ្រែវិញមិនដែរអូយមើលមកខ្ញុំឲ្យច្បាស់ណាគឺអត់ចង់និយាយតាមត្រង់ខ្ញុំមិនទុកចិត្តនាយទេខ្ញុំយកលុយមកដល់នឹងនាងអស់ច្រើនណាស់ណាយកនាងមកធ្វើជាប្រពន្ធមិនយកនាងឲ្យមកធ្វើទរណកម្មខ្ញុំទេហើយបើខ្លាចការជាមួយខ្ញុំធ្វើអីហ៎ម៉េចនិយាយអញ្ចឹងចង់ទាលុយបណ្ណាការវិញមែនណាហើយតើបានហើយខ្ញុំខ្ជិលប្រកែកជាមួយនាងណាខ្ញុំដេកក្រោមនេះក៏បានដែរហើយកំណាស់អារ៉ូអើយអារ៉ូបើកុំតែព្រមដេកដដែលនៅប្រឹងប្រកែកនាំតែហត់ហើយកូនរោការរួចបាត់ឆឹងអត់មានឃើញមកអត់ម៉ែអីបន្តិចសោះម៉ែកូននេះអាយុវែងមែននិយាយដើមដង្ហើមដល់ហើយឯណាចរណៃមានមកជាមួយកូនទេនាងជើងល្អនោះអត់មកទេខ្ញុំមកម្នាក់ឯងមកទូលពិតប្រាប់ម៉ែថាកូនប្រសាទដ៏សែនល្អរបស់ម៉ែនឹងណាធ្វើបាបខ្ញុំខ្លាំងណាស់ប្រើឲ្យខ្ញុំធ្វើនេះធ្វើនោះតាមតែចិត្តបើដឹងអញ្ចឹងណាខ្ញុំអត់ការជាមួយទេទ្រាំតែកូនតែទៀតយល់ចិត្តគ្នាហើយការងារអីដែលកូនឯងជួយនាងបានក៏ជួយទៅកូនកាលម៉ែនឹងពុកកូនក៏ជាអ្នកធ្វើការងារទាំងអស់ដែរមិនដែលឲ្យម៉ែហត់ទេពុកផ្សេងខ្ញុំផ្សឹងយីកូននេះម៉ែដឹងហើយថាកូនមិនមែនជាមនុស្សខ្ជិលទេតែចរណៃនឹងគេមានបំណងធ្វើបាបកូនច្បាស់ណាស់កូនមិនសុខចិត្តទេមានប្រពន្ធត្រូវចេះស្រឡាញ់ប្រពន្ធរឿងណាអត់អន់ឲ្យបានអត់អន់ទៅកូនណាមួយចរណៃនាងក៏នៅក្មេងជាងកូនអញ្ចឹងកុំចង់ចាញ់ចង់ឈ្នះប្រពន្ធខ្លួនឯងអីមិនដឹងជាមនុស្សស្រីស្អីទេគ្មានភាពទន់ភ្លន់ក្នុងខ្លួនឯងបន្តិចសោះនិយាយមិនស្រួលរត់តែប្រើដៃប្រើជើងយប់នេះខ្ញុំសូមដេកជាមួយម៉ែមួយយប់ហើយអើយចាប់ណាស់ពួកឯងនេះបានប្រាប់ចរណៃនៅថាមកដេកជាមួយម៉ែមិនបាច់ប្រាប់ទេម៉ែនាងប្រហែលជាបន់ឲ្យតែខ្ញុំមកទេមើលទៅជាប្តីប្រពន្ធនឹងគ្នាទៅណាមកណាត្រូវចេះប្រាប់គ្នាធ្វើខ្លួនកុំឲ្យគេបារម្ភណាកូនបានម៉ែចាំខ្ញុំទេប្រាប់នាងតាមក្រោយហើយនាងនោះគេទៅណាគេអញ្ចេះបាត់ចេញពីផ្ទះឲ្យឆឹងតែទៅក៏មិនលើករកនៅមុខផ្ទះនៅក្រោយផ្ទះក៏មិនឃើញសួរពុកសិនក្រែងឃើញនាងនោះទៅណាអញ្ចេះពុកមានឃើញនាងដែររត់ទេមិនដឹងជាគាត់បាត់តាណាទេខ្ញុំរកមួយថ្ងៃហើយរកមិនឃើញសោះ
ប្តីឯងគេប្រហែលជាទៅលេងផ្ទះម្ដាយគេទីដឹងអី ហើយតែណាអត់ចេះប្រាប់ទេធំអស់ហើយចាំតែឲ្យគេបារម្ភ គ្នាប្រហែលជាមិនហ៊ានប្រាប់ឯងទេបើឯងពាក់មុខយៈដាក់គេរហូតនឹងដល់ពេលបាត់គេអញ្ចឹងចាប់ផ្ដើមបារម្ភហ៎ អត់បានបារម្ភផងខ្ញុំគ្រាន់តែចង់ប្រាប់ឲ្យគេជួយការងារខ្ញុំនឹងណា នៅគ្រាន់បើទៀតចាំមើលណាតែគេរត់ចោលទៅដឹងខ្លួនហើយ ខ្ញុំនិយាយជាមួយពុកទៀតណាខ្ញុំទៅរកនេះដារ៉ូសិនពុកតែទៀតខ្ញុំមកវិញ ទៅ ម៉ែនៅផ្ទះអត់នឹងម៉ែនៅតាកូនហើយកូនឯងទៅណាដែរមករកក៏រੂមែនទេព្រោះខ្ញុំរកគាត់មួយថ្ងៃហើយរកមិនឃើញទូរស័ព្ទក៏មិនលឹកទៀតអូគេមកលេងម៉ែគេប្រហែលជាភ្លេចប្រាប់កូនឯងហើយអញ្ចឹងឥឡូវគាត់នៅណាម៉ែគេនៅក្រៅផ្ទះនកូនអញ្ចឹងខ្ញុំទៅរកគាត់សិនណាម៉ែចាស់កូនហើយនេះមិនក៏ទៅណាមកណាមិនចេះឲ្យដំណឹងគ្នាសោះអញ្ចឹងដឹងថាខ្ញុំបារម្ភអត់ ថាម៉េចនាងបារម្ភពីខ្ញុំហ៎ អត់ទេគឺមិនខ្ញុំច្រឡំមាត់ខ្ញុំចង់បានន័យថាការងារផ្ទះនៅសល់ច្រើនទៀតអត់ទាន់ធ្វើឲ្យទេនេះកំចង់មកកិច្ចវាឲ្យសោះណា ហើយខ្ញុំមិនដឹងថាជំពាក់កម្មអីជាមួយនាងទេលោកអើយលោកតាមខ្ញុំលូកខ្សៃ ចុះក្រែងយើងជាប្តីប្រពន្ធនឹងគ្នានោះអីអញ្ចឹងធ្វើជាប្តីប្រពន្ធគេត្រូវតែចេះជួយការងារប្រពន្ធតើគេហៅថាប្តីល្អ ខ្ញុំមិនត្រូវការធ្វើប្តីល្អស្អីទេថ្ងៃនេះខ្ញុំសូមដេកនៅទីនេះមួយយប់ស្អែកព្រឹកបានខ្ញុំទៅវិញ ចរណៃសម្រាប់នៅទីនេះមួយយប់សិនទៅកូនតាំងពីកូនទាំងពីររៀបការរួចមិនដែលបានសម្រាប់នៅទីនេះទេចាស់ម៉ែអញ្ចឹងក៏បានយប់មិញគេលក់ស្រួលទេកូន ស្រួលខ្លួនណាស់ម៉ែបានដេកលើពុកទុនមិនដូច អីគេកូន គ្មានអីទេម៉ែ ហើយចុះកូនចរណៃវិញគេលក់ស្រួលទេកូនមិនស្អាតជាលក់ប្រហែលទេម៉ែគឺព្រោះរៀងផ្លែកន្លែង យប់នេះនាងដេកនៅក្រោមខ្ញុំដេកលើក្រែម្ដងព្រោះទីនេះជាបន្ទប់ខ្ញុំបើមិនសុខចិត្តទេអាចទៅដេកជាមួយម៉ែបានខ្ញុំមិនហាមទេ នាងនេះសាហាវណាស់ប្រហែលជារងចាំឱកាសនេះយូរហើយបើទៅខ្ញុំដេកក្រោមក៏បានខ្ញុំមិនចាយជាមួយនាងទេអញ្ចឹងខ្ញុំត្រឡប់ទៅវិញហើយម៉ែ កូនទៅហើយម៉ែ តែចុះកូននេះកុំភ្លេចចូលបេះផ្កាឈូកផងស្អែកថ្ងៃសិលទុកថ្វាយព្រះឬទេ ពេលណាបាននាងឈប់ហៅខ្ញុំថានេះហ៎ អញ្ចឹងចង់ឲ្យខ្ញុំហៅថាម៉េចហៅប្តីសម្លាញ់នឹងមែនអូយឮហៅព្រឺសម្បុរណាឈប់ហៅនេះក៏បានម៉េចសប្បាយចិត្តហើយនៅ និយាយស្ដាប់គ្នាអញ្ចឹងទៅគួរឲ្យស្រឡាញ់បន្តិច អូយនិយាយច្រើនណាស់ប្រញាប់ចេះទៅបងតារ៉ូ ម៉ាលីន អ្នកណាគេហ្នឹងលោកស្គាល់មែនខ្ញុំឈ្មោះម៉ាលីនតែជាសង្សារសម្រាប់ចិត្តបងតារ៉ូខ្ញុំនឹកបងខ្លាំងណាស់ហាគេជាសង្សារលោកមែន ម៉ាលីនជាសង្សារចាស់របស់ខ្ញុំកាលខ្ញុំនៅភ្នំពេញប៉ុន្តែពូយើងបានចាប់គ្នាយូរហើយ បងតារ៉ូនាងម្នាក់នេះជាអ្នកណាមិនបានជាមកស្និទ្ធស្នាលជាមួយនឹងបងម៉េចខ្ញុំជាប្រពន្ធគាត់ការពេញច្បាប់ចាស់ទុំដឹងឮម៉េចស្និទ្ធស្នាលគ្នាបានអត់ហានាងត្រឹមតែជាសង្សារចាស់សោះចង់ហួសហែងស្អីហាមិនហើយបងតារ៉ូនាងនេះជាប្រពន្ធរបស់បងមែនអីនេះបងរៀបការចោលខ្ញុំមែនទេ ត្រូវហើយខ្ញុំរៀបការរួចហើយនាងជាប្រពន្ធខ្ញុំមិនបានរៀបការចោលម៉ាលីនទេតែម៉ាលីនតាដែលចោលខ្ញុំនោះពួកយើងគ្មានពាក់ព័ន្ធអីនឹងគ្នា2ឆ្នាំមកហើយអញ្ចឹងម៉ាលីនត្រឡប់ទៅផ្ទះវិញទៅកុំមករកខ្ញុំទៀត អូយខ្ញុំអត់ជឿទេថាមនុស្សដូចបងទៅស្រឡាញ់នាងសម្រែននោះម៉ាក់បងបង្ខំឲ្យបងរៀបការជាមួយនាងមែនទេបងប្រាប់ខ្ញុំមកមើលហើយវិធីណែនាងទីក្រុងថ្មីត្បិតតែខ្ញុំនៅស្រែមែនប៉ុន្តែសិលធម៌ខ្ញុំមានពេញខ្លួនខ្ញុំមិនដែលទៅចេះហាមមាត់មើលងាយអ្នកណាដូចជានាងទេអូយស្អាតតែរូបប៉ុន្តែចរិតមិនបានសោះមកតាមប្តីគេដល់ផ្ទះមិនចេះខ្មាស់គេទេមែនទេថែមទាំងមកដៀលប្រពន្ធគេកប់មាត់នាងសុំតែស៊ីម្ដាយទេនេះនាងចង់ត្រូវមែនណាអូយ ឈប់ភ្លាមម៉ាលីនបើនាងហ៊ានប៉ះប្រពន្ធខ្ញុំតែម្ដាយខ្ញុំមិនលើកលែងឲ្យនាងទេ តែនេះវាជាខ្ញុំណាបងតារ៉ូកាន់ជើងវាមែនទេមិនក៏បងឈប់ស្រឡាញ់ខ្ញុំហើយហា មេតានិយាយស្ដីគោរពភរិយាខ្ញុំផងខ្ញុំមិនដែលស្រឡាញ់ម៉ាលីនទៀតទេបេះដូងខ្ញុំមានតែប្រពន្ធខ្ញុំម្នាក់គត់សង្ឃឹមថាម៉ាលីននឹងយល់ហើយសូមត្រឡប់ទៅវិញចុះខ្ញុំមិន